សូមអនុមោទនាថ្ងៃនេះថ្ងៃអាទិត្យ4រោចរនោចខែទុតិយស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2507ត្រូវនឹងថ្ងៃទី2ខែសីហាឆ្នាំ2026ថ្ងៃនេះគឺជាថ្ងៃដែលអាត្មាភាពរៀបចំកសាងស្នេហ៍ស្រះបន្តហើយឥឡូវនេះគឺជាទស្សនភាពសកម្មភាពគឺជាដីក៏ដើម្បីបំពេញស្នេហ៍ខាងចាក់ឲ្យបានស្មើជំវិញនៃកន្លែងចន្លោះប្រហោងចឹងទេក៏សូមឲ្យញាតិញោមទាំងអស់ដែលជាម្ចាស់សទ្ធាជ្រះថ្លាដែលបានចូលរួមជាបច្ច័យហោហែបន្តនៅក្នុងរដូវកាលចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃនៅក្នុងឆ្នាំពុទ្ធសករាជ2507ត្រូវនឹងថ្ងៃទី2ខែសីហាឆ្នាំ2026នេះแล้วនេះគឺអាភិបកំពុងតែចាក់ដីបណ្ដើញាតិញោមណាគឺមិនតាន់គ្រប់គ្រាន់ដើម្បីនឹងពេញបរិបូរទេហើយនឹងចាប់ផ្ដើមធ្វើបន្តទៀតបន្តអំពីទឹកមិនតាន់មកចឹងព្យាយាមរៀបចំឆ្នេរនេះឲ្យបានរួចស្រេចជាស្ថាពរមុនពេលទឹកស្រះចូលជន់ឡើងពេញចឹងទេក៏សូមឲ្យញាតិញោមទាំងអស់ដែលជាម្ចាស់សទ្ធាទាំងអស់ទាំងនៅក្នុងប្រទេសទាំងក្រៅប្រទេសដែលបានចូលរួមចំណែកតាមរយៈខ្ញុំកណ្ណាអាត្មាភាពកន្លងមកហោហែបន្តនៅក្នុងរដូវកាលចូលព្រះវស្សានេះណាតាំងពីមុនចូលព្រះវស្សារហូតមកដល់ចូលព្រះវស្សាអញ្ចឹងសូមអរគុណចំពោះទឹកចិត្តទឹកសទ្ធាដ៏ជ្រះថ្លារបស់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់ដែលមានទឹកចិត្តទឹកសទ្ធាជ្រះថ្លាបានផ្ញើជាបច្ច័យក្តីមកផ្ទាល់ក្តីប្រកេនដើម្បីបានចូលរួមចំណែកកសាងឆ្នេរស្រះនេះដើម្បីឲ្យមានសោភ័ណភាពល្អដើម្បីទុកទឹកបានច្រើនសម្រាប់តម្រូវត្រូវការរបស់ប្រជាពុទ្ធបរិស័ទនៅក្នុងរដូវប្រាំងទឹកស្រះនេះគឺមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ភូមិឃុំនៅក្នុងវត្តមង្គលយុវងដែលស្ថិតនៅក្នុងភូមិតពាំងរុនឃុំរាមអណ្ដើកពីមួយឆ្នាំទៅមួយឆ្នាំគឺញាតិញោមត្រូវការប្រើប្រាស់ទឹកស្រះនេះយកទៅស្រោចដំណាំខ្លះនិងប្រើប្រាស់នៅក្នុងកម្មវិធីធំមួយចំនួនទៀតផងដែរជាងទេក៏សូមឲ្យញាតិញោមទាំងអស់ដែលមានស្រុកកំណើតកើតជាទាំងនៅក្នុងប្រទេសក្រៅប្រទេសនៅទីក្រុងភ្នំពេញសហរដ្ឋអាមេរិកក៏ដូចជាបណ្ដាភូមិស្រុកផ្សេងដទៃដែលបានគ្រាតចាក់ស្រុកអំពីភូមិកំណើតកើតជាគឺស្ថិតនៅក្នុងភូមិតពាំងរុនឃុំតាយឹងជើងវត្តមង្គលយុវងដែលស្ថិតនៅក្នុងស្រុកគិរីវង្សខេត្តតាកែវយ៉ាងនេះចឹងសូមឲ្យញាតិញោមទាំងអស់បានប្រកបជួបតែសេចក្តីសុខសេចក្តីចម្រើនរួចចាកផុតទុក្ខគ្រប់គ្នាកុំបីខ្លាចទៅជាបការៈដល់ទៅឡើយសូមអនុមោទនា